ជំរាបសួរបងប្អូនទាំងគ្នាបាទនៅក្នុងវីដេអូនេះគឺយើងនឹងសិក្សាអំពីពាក្យនិងឃ្លាភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃឃ្លាទី1គឺ我跟你说多少遍了我跟你គឺមានន័យថាខ្ញុំជាមួយអ្នក说មានន័យថានិយាយ多少遍គឺមានន័យថាប្រមាណលើកឬក៏ប្រមាណដង我跟你说多少遍了គឺមានន័យថាតើខ្ញុំបាននិយាយប្រាប់អ្នកហ្នឹងប្រមាណដងអី我跟你说多少遍了តើខ្ញុំបាននិយាយប្រាប់អ្នកប្រមាណដងហើយ我有一件事想跟你说我有一件事គឺមានន័យថាខ្ញុំមានរឿងមួយឬក៏ខ្ញុំមាននៅបញ្ហាមួយ想ចង់跟你说និយាយជាមួយអ្នកឬក៏ប្រាប់អ្នក我有一件事想跟你说គឺមានន័យថាខ្ញុំមានរឿងមួយចង់និយាយប្រាប់អ្នក我有一件事想跟你说ខ្ញុំមានរឿងមួយចង់និយាយប្រាប់អ្នក你最近怎么样នេះគឺមានន័យថាអ្នកជួយជិនមានន័យថាថ្មីនេះ怎么样ដូចម្ដេចឬក៏យ៉ាងដូចម្ដេច你最近怎么样គឺមានន័យថាតើពេលថ្មីនេះអ្នកយ៉ាងដូចម្ដេចដែរឬក៏តើពេលថ្មីនេះអ្នកសុខសប្បាយឬទេ你最近怎么样តើពេលថ្មីនេះអ្នកសុខសប្បាយឬទេ挺好的挺គឺមានន័យថាណាស់好ល្អ挺好的មានន័យថាល្អណាស់挺好的ល្អណាស់怎么回事怎么回事គឺមានន័យថាតើមានរឿងអ្វីកើតឡើង怎么回事តើមានរឿងអ្វីកើតឡើង怎么可能怎么គឺមានន័យថាដូចម្ដេច可能ដែលអាចទៅរួច怎么可能គឺមានន័យថាតើអាចទៅរួចយ៉ាងដូចម្ដេច怎么可能តើអាចទៅរួចយ៉ាងដូចម្ដេច别放弃别គឺមានន័យថាកុំឬក៏ឈប់放弃គឺមានន័យថាបោះបង់别放弃មានន័យថាកុំបោះបង់别放弃កុំបោះបង់祝你好运祝你គឺមានន័យថាសូមជូនពរអ្នក好运សំណាងល្អ祝你好运គឺមានន័យថាសូមជូនពរអ្នកសំណាងល្អ祝你好运សូមជូនពរអ្នកសំណាងល្អ没关系没关系គឺមានន័យថាមិនអីទេ没关系មិនអីទេ你真好你គឺមានន័យថាអ្នក真ពិតជា好ល្អ你真好មានន័យថាអ្នកពិតជាមានចិត្តល្អណាស់你真好អ្នកពិតជាមានចិត្តល្អណាស់我理解对了吗我គឺមានន័យថាខ្ញុំ理解គឺមានន័យថាយល់对មានន័យថាត្រឹមត្រូវម៉ាឬទេ我理解对了吗មានន័យថាតើខ្ញុំយល់ត្រូវឬទេ我理解对了吗តើខ្ញុំយល់ត្រូវឬទេ我去超市我គឺមានន័យថាខ្ញុំ去មានន័យថាទៅ超市ផ្សារទំនើប我去超市មានន័យថាខ្ញុំទៅផ្សារទំនើប我去超市ខ្ញុំទៅផ្សារទំនើបបាទសម្រាប់វីដេអូនេះគឺបានបញ្ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងរៀនភាសាចិនបាទហើយបាទសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយនឹងចាំជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ